ពុកម៉ែបងប្អូនជាទីគោរពក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC រវាងយុទ្ធភូមិភាគទី4ភាគីកម្ពុជានិងកងទ័ពភូមិភាគទី2ភាគីថៃជួបប្រជុំនៅច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាតបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការយុទ្ធភូមិភាគទី4កម្ពុជានៅព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025នេះក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC រវាងយុទ្ធភូមិភាគទី4ភាគីកម្ពុជានិងកងទ័ពភូមិភាគទី2ភាគីថៃបានជួបប្រជុំគ្នានៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជាថៃច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាបានថ្លែងថាក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រីនិតណារុងនាយសេនាធិការរងយុទ្ធភូមិភាគទី4និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយឧត្តមសេនីយ៍ត្រីកម្ផណៈវ៉ាផាន់សុនាយសេនាធិការកងទ័ពភូមិភាគ2ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាលើការងារសំខាន់ចំនួន3ទី1ការណែនាំសមាជិកភាពក្រុមការងារសម្របសម្រួលនៃភាគីទាំងពីរទី2ការបន្តបដិញ្ញាជំរុញការកាត់បន្ថយភាពតានតឹងទី3ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី15ដល់ថ្ងៃទី17ខែតុលាឆ្នាំ2025ខាងមុខនេះសូមគូបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជាថៃក៏ដូចជាការដែលបានកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី1គណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃកាលពីថ្ងៃទី27ខែសីហាឆ្នាំ2025រវាងយុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងកងទ័ពភូមិភាគទី2នៃព្រះរាជាណាចក្រថៃដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពក៏ដូចជាការបដិញ្ញាបន្តកាត់បន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញឲ្យបានឆាប់រហ័ស